ស្ងាត់រឿងមួយចូលរឿងមួយទៀតតារាចម្រៀងយកទឹករថាមានរឿងអ្វីទៀតហើយទើបតែស្ងាត់រឿងបញ្ហាអន់ចិត្តជាមួយតារាចម្រៀងមួយរូបមិនបានប៉ុន្មានផងស្រាប់តែពេលនេះតារាចម្រៀងយកទឹករថាបង្ហាញអារម្មណ៍ប្លែកមួយទៀតធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់ជាខ្លាំងនៅល្ងាចថ្ងៃទី29ខែកញ្ញានេះតារាចម្រៀងយកទឹករថាបានសរសេររៀបរាប់នៅលើ Facebook របស់ខ្លួនថា Good afternoon everyone ពេលខ្លះរឿងខ្លះកុំច្បាស់ជាងសម័យខ្លួនគេពេករឿងរបស់គេជីវិតរបស់គេកុំពូកែធ្វើការស្មានហើយនិយាយបង្កាច់បង្ខូចកិត្តិយសគេពេកប្រយ័ត្នតែថ្ងៃណាមួយមានរឿងដោយសារតែមាត់ដ៏អត់ប្រយោជន៍នឹងទៅខំប្រឹងរកលុយចិញ្ចឹមខ្លួនឲ្យមានជីវភាពល្អជាងគេសិនចាំបោបាច់ពីគេហើយអ្នកឯងត្រូវតែធ្វើខ្លួនឲ្យល្អជាងគេសិនចាំនិយាយពីគេអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់បន្ទាប់ពីឃើញតារាចម្រៀងយកទឹករដ្ឋាបង្ហាញសារបែបនេះបើតាមប្រភពព័ត៌មានពីអ្នកស្និទ្ធជាមួយយកទឹករដ្ឋាបានបង្ហើបប្រាប់ថារដ្ឋាមានអារម្មណ៍មិនសប្បាយចិត្តជាមួយអ្នកស្គាល់គ្នាដែលបានដើរនិយាយមិនល្អពីនាងនិងគ្រួសាររឿងរ៉ាវយ៉ាងណាទៀតនោះយកទឹករដ្ឋានៅពុំទាន់បញ្ជាក់ច្បាស់នោះឡើយទេគួររំលឹកផងដែរថាចាប់តាំងពីផ្ទុះរឿងមិនសប្បាយចិត្តជាមួយតារាចម្រៀងម្នាក់មកកាន់តែធ្វើឲ្យយកទឹករដ្ឋាល្បីល្បាញឡើងវិញជាពិសេសនាងកាន់តែមានឱកាសការងារច្រើនច្រៀងកាន់តែច្រើនឡើងជាពិសេសចាប់តាំងពីនាងវាកាត់បដូរខ្ទង់ច្រមុះថ្មីនិងពង្រីកដើមទ្រូងបន្ថែមបានធ្វើឲ្យយីអ៊ុននាងឡើងខ្ពស់ត្រដែតជាមួយរូបសម្រស់ស្រស់សោភា